ពួកមីធ្វើកាជះគេនៅស្រុកក្រៅពួកមីមិនដែលស្គាល់មានយើងនិយាយទៅជូនពួកមីធ្វើកាជះគេនៅស្រុកក្រៅពួកមីមិនដែលស្គាល់មានយើងនិយាយទៅ Assalamu alaikum warahmatullahi wabarakatuh សូមគោរពដោយសេចក្តីនឹករលឹកហើយនឹងជាទីស្រឡាញ់មកដល់បងប្អូនរបស់យើងទាំងអស់ដើម្បីបំភ្លឺហើយនឹងដោះស្រាយបញ្ហាមួយចំនួនអំពីរឿងបរិសុទ្ធដែលឈ្មោះអាពៅនោះខ្ញុំបានបំភ្លឺអំពីកំហុសហើយនឹងទោសរបស់គេអំពីការចោទប្រកាន់ឯចំណែកកំហុសរបស់បុគ្គលដែលឈ្មោះអាពៅទី2កំហុសទី2របស់គេគឺគេបានប្រើពាក្យដែលមិនសមរម្យជាទីបំផុតទៅលើបងប្អូនរបស់យើងជាស្ត្រីដែលជាចំណាត់ស្រុកទៅធ្វើការនៅក្រៅប្រទេសដូច្នេះខ្ញុំបានបញ្ជាក់ឲ្យថាទោះបីស្ត្រីនោះគឺជាអ្នកដែលកាន់សាសនាព្រះពុទ្ធឬមួយជាអ្នកដែលកាន់សាសនាអ៊ីស្លាមឬមួយជាជនជាតិខ្មែរកាន់សាសនាព្រះពុទ្ធដូច្នោះដែលជាជនជាតិខ្មែរកាន់សាសនាអ៊ីស្លាមដូច្នោះដែលជាជនជាតិចាមកាន់សាសនាអ៊ីស្លាមទាំងអស់នោះអាពៅនេះបានប្រើពាក្យសម្ដីដោយមើលងាយហើយនៅក្នុងសាសនាអ៊ីស្លាមបានហាមឃាត់ជាដាច់ខាតមិនឲ្យអ្នកឯងប្រើពាក្យសម្ដីយ៉ាងដូច្នោះឡើយគឺបើអាពៅនេះបាននិយាយថាពួកមីកញ្ជះគេនេះគឺជាពាក្យមួយដែលអល់ឡោះជាម្ចាស់បានហាមឃាត់ហើយត្រូវឲ្យអ្នកនេះត្រូវសារភាពកំហុសហើយសុំអភ័យទោសនេះកំហុសទី2កំហុសទី1ដែលខ្ញុំបានបញ្ជាក់រួចមកហើយគឺកំហុសចោតប្រកាន់តាក់ទងនឹងកិត្តិយសស្ត្រីតាក់ទងទៅដល់អនាគតកូនចៅរបស់ស្ត្រីហើយអនាគតរស់នៅក្នុងសង្គមនោះគឺត្រូវកាត់ទោសយកក៏ប៉ុន្តែទោសទី2នេះគឺមិនត្រូវយកទៅកាត់ទោសទេក៏ប៉ុន្តែត្រូវតែអាពៅនេះសូមអភ័យទោសអំពីបងប្អូនជាស្ត្រីរបស់យើងទូទៅហើយត្រូវសូមអភ័យទោសអំពីអល់ឡោះជាម្ចាស់នៅក្នុងពាក្យសម្ដីរបស់អាពៅដែលបានមើលងាយមនុស្សដទៃឯទៀតដែលប្រើពាក្យអសរោះដូចជាវាបានពោលថាពួកមីកញ្ជះគេនេះជាពាក្យមួយដែលអ៊ីស្លាមបានហាមឃាត់ដូច្នោះអ៊ីស្លាមគឺជាសាសនាដែលអល់ឡោះជាម្ចាស់ដែលបានបង្កើត7ជាន់មេឃហើយនឹងផែនដីហើយបានបញ្ចុះវិន័យដើម្បីឲ្យមនុស្សទាំងឡាយដែលមាននៅក្នុងលោកីយ៍នេះត្រូវចេះថែរក្សារួបរวมសាមគ្គីគ្នាជាធ្លុងមួយអ៊ីស្លាមអល់ឡោះជាម្ចាស់បានបង្រៀនអ្នកដែលកាន់សាសនាអ៊ីស្លាមមិនឲ្យមើលងាយទៅអ្នកដទៃហើយមិនឲ្យរើសអើងទៅចំពោះអ្នកដទៃដូច្នោះហើយអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងថាទ្រង់ហើយដែលបានបង្កើតតាំងពីជាន់មេឃហើយនឹងផែនដីហើយនឹងអ្វីដែលមានវាមេឃហើយនឹងផែនដីទាំងអស់នោះហើយមនុស្សលោកត្រូវតែគោរពសក្ការៈសំពះទៅចំពោះអល់ឡោះតែមួយគត់មិនត្រូវទៅគោរពសក្ការៈវត្ថុទាំងឡាយដែលអល់ឡោះជាម្ចាស់អ្នកដែលបានបង្កើតនោះឡើយដូច្នោះអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងថាទ្រង់ដែលបានបង្កើតពិភពលោកទាំងមូលនេះហើយបង្កើតមនុស្សលោកទាំងឡាយនោះអំពីបុរសមួយរូបហើយនិងស្ត្រីមួយរូបដូចជាអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងនៅក្នុងគម្ពីរអល់កុរអាននៅក្នុងចំពុកអលហ៊ូយូរ៉តឃ្លាទី13ដែលមានព្រះបន្ទូលដូចតទៅអោយប៊ីឡាហ៊ីមីនស្សៃតានិររ៉ាជីមយ៉ាអៃយូហានណាសអ៊ីនណាខឡកណាគុមមិនហ្សករីវអ៊ុនហ្សាវជអលណាគុមស៊ូអ៊បវកបាអ៊ីឡាលីតាអារហ្វូអ៊ីនអក្រមគុមអ៊ិនដលឡោះអតស្កាគុមអ៊ីនឡឡោះអាលីមុលខប៊ីរមានន័យថាអមនុស្សលោកពិតប្រាកដណាស់យើងបានបង្កើតពួកអ្នកពីបុរសនិងស្ត្រីមួយរូបអំពីបុរសមួយរូបហើយនិងស្ត្រីមួយរូបបុរសនោះដែលមានព្រះនាមថាអាដាមហើយស្ត្រីនោះដែលមានព្រះនាមថាហាវ៉ាហើយយើងបានធ្វើឲ្យពួកអ្នកមានជនជាតិនិងកុលសម្ព័ន្ធជាច្រើនដើម្បីឲ្យពួកអ្នកស្គាល់គ្នាទៅវិញទៅមកពិតប្រាកដណាស់អ្នកដែលគុំថ្កើងជាងគេចំពោះអល់ឡោះក្នុងចំណោមពួកអ្នកគឺអ្នកដែលកោតខ្លាចអល់ឡោះជាងគេក្នុងចំណោមពួកអ្នកពិតប្រាកដណាស់អល់ឡោះម
ហាដឹងមោហាជ្រួតជ្រាបនេះគឺអល់ឡោះបានបញ្ជាក់ប្រាប់យើងថាទ្រង់បានបង្កើតមនុស្សអំពីបរិសុទ្ធហើយនិងស្ត្រីមួយរូបគោលបំណងអំពីស្ត្រីមួយរូបហើយនិងបរិសុទ្ធមួយរូបនេះហើយដែលអល់ឡោះជាម្ចាស់បានបង្កើតឲ្យคล้ายទៅជាមានគ្រប់ជនជាតិគ្រប់ពណ៌សម្បុរគ្រប់ភាសាគ្រប់កោរសម្ព័ន្ធទាំងអស់នេះគឺអល់ឡោះជាម្ចាស់ចង់ឲ្យយើងចេះដូរអរិយធម៌គ្នារួបរวมសាមគ្គីគ្នាជាធំមួយដើម្បីកសាងពិភពលោកទាំងមូលនេះហើយគឺជាមាគ៌ារបស់អ៊ីស្លាមដែលអល់ឡោះជាម្ចាស់បានបញ្ចុះមកដើម្បីឲ្យមនុស្សដឹងហើយឲ្យមនុស្សចេះស្រឡាញ់គ្នារួបរวมសាមគ្គីគ្នាចោលដាច់គ្នាជាធំមួយហើយមិនត្រូវប្រកាន់ពូជសាសន៍ក៏មិនត្រូវរើសអើងទៅអ្នកដទៃនោះឡើយអ៊ីស្លាមបានបង្រៀនឲ្យអ្នកដែលកាន់សាសនាអ៊ីស្លាមឲ្យចេះស្រឡាញ់មនុស្សទូទៅដែលមាននៅក្នុងលោកីនេះដូច្នោះហើយអល់ឡោះជាម្ចាស់បានបញ្ជាក់នៅក្នុងគម្ពីរអល់កុរអានថាទ្រង់បានបង្កើតមនុស្សទាំងឡាយនោះអំពីបុរសហើយនិងស្ត្រីមួយរូបឲ្យមានគ្រប់ជនជាតិពណ៌សម្បុរភាសាខុសៗគ្នាហើយនិងកោរសម្ព័ន្ធខុសៗគ្នាទាំងនោះគឺដើម្បីឲ្យមនុស្សចេះបដូរអរិយធម៌គ្នាចេះរួបរวมសាមគ្គីគ្នាកសាងពិភពលោកទាំងមូលនេះឲ្យคล้ายទៅជាពិភពមួយដែលរុងរឿងរស់នៅក្នុងសុភមង្គលទាំងអស់គ្នាដូច្នេះទៀតដែរចំពោះបរិសុទ្ធដែលឈ្មោះអាពៅដែលបានប្រើពាក្យដែលមិនសមរម្យមើលងាយគេដោយពោលថាពួកមីកញ្ចេះគេនេះអល់ឡោះជាម្ចាស់បានហាមគាត់ដូចជាអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងនៅក្នុងចម្ពោះអល់ហ៊ូយូរ៉ាតដដែលនៅក្នុងឃ្លាទី11ដែលមានព្រះបន្ទូលដូចតទៅأعوذ بالله من الشيطان الرجيم يا أيها الذين آمنوا لا يسخر قوم من قوم عسى أن يكونوا خيرا منهم ولا نساء من نساء عسى أن يكن خيرا منهم ولا تلمزوا أنفسكم ولا تنابزوا بالألقاب بئس الاسم الفسوق بعد الإيمان ومن لم يتب فأولئك هم الظالمون មានន័យថាអោបណ្ដាអ្នកដែលមានជំនឿចូលកុំឲ្យក្រុមមួយមើលងាយក្រុមមួយទៀតឲ្យសោះជួនកាលពួកគេក្រុមដែលត្រូវគេមើលងាយនោះល្អជាងពួកគេក្រុមមើលងាយគេហើយកុំឲ្យស្ត្រីមើលងាយស្ត្រីដូចគ្នាជួនកាលពួកនាងស្ត្រីដែលត្រូវគេមើលងាយនោះល្អជាងពួកនាងស្ត្រីដែលមើលងាយគេហើយចូលគុំពួកអ្នកប្រមាថគ្នានិងគុំដាក់ងារគ្នាឲ្យសោះការដាក់ងារមិនល្អក្រោយពីមានជំនឿហើយនោះគឺអាក្រក់បំផុតហើយអ្នកណាដែលមិនបានសារភាពទោសកំហុសពួកទាំងនោះគឺជាពួកដែលបំពាននៅអ្វីដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងនេះប្រកាសជាបងប្អូនទាំងអស់បានដឹងហើយបានយល់នៅក្នុងអត្ថន័យនៅក្នុងគម្ពីរអល់កុរអានដែលអល់ឡោះជាម្ចាស់បានបញ្ចុះមកដើម្បីព្រៀនប្រដៅទៅចំពោះមនុស្សលោកទូទៅដែលមាននៅក្នុងលោកីនេះអល់ឡោះបានបញ្ជាក់នៅក្នុងឃ្លានេះថាហាមមិនឲ្យបរិសុទ្ធទៅមើលងាយបរិសុទ្ធដទៃឯទៀតដូច្នោះដែរស្ត្រីអល់ឡោះជាម្ចាស់ហាមមិនឲ្យស្ត្រីទាំងនោះទៅមើលងាយដល់ស្ត្រីដទៃឯទៀតហើយអល់ឡោះបានបញ្ជាក់ប្រាប់យើងថាប្រហែលបរិសុទ្ធដែលត្រូវគេមើលងាយនោះលើសល្អជាងពួកបរិសុទ្ធដែលមើលងាយគេទៅទៀតដូច្នោះដែរស្ត្រីដែលមើលងាយមើលថោកអ្នកដទៃនោះអល់ឡោះបានបញ្ជាក់ប្រាប់ថាប្រហែលជាស្ត្រីដែលត្រូវគេមើលងាយនោះលើសល្អជាងស្ត្រីដែលមើលងាយគេទៅទៀតនេះហើយគឺជាមាគ៌ាជាមេរៀនដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់មនុស្សលោកទូទៅទាំងបុរសហើយនិងស្ត្រីដើម្បីកុំឲ្យយើងទៅប្រមាថមើលងាយទៅដល់អ្នកដទៃនេះជាប្រការមួយដែលនៅក្នុងសាសនាអ៊ីស្លាមបានហាមឃាត់ក៏ប៉ុន្តែអល់ឡោះជាម្ចាស់មិនដាក់ច្បាប់កាត់ទោសអ្នកដែលមើលងាយនោះឡើយគ្រាន់តែប្រើឲ្យអ្នកមើលងាយគេនោះត្រូវសុំអភ័យទោសហើយទៅកោតខ្លាចទៅចំពោះអល់ឡោះជាម្ចាស់ហើយបើមិនធ្វើដូច្នោះទេនោះអ្នកទាំងនោះនឹងខ្លាចទៅជាអ្នកដែលបំពានហើយជាអ្នកដែល
អយុត្តិធម៌នៅក្នុងការរស់នៅក្នុងសង្គមរបស់មនុស្សលោកទូទៅដែលមាននៅក្នុងលោកីនេះមិនតែប៉ុណ្ណោះសោតអល់ឡោះជាម្ចាស់បានបង្រៀនព្រៀនប្រដៅទៅចំពោះមនុស្សលោកដើម្បីកុំឲ្យមនុស្សលោកនោះបរិសុទ្ធឬមួយជាស្ត្រីនោះទៅមានការសង្ស័យផន់ច្រឡំទៅលើអ្នកដទៃឯទៀតហើយមិនឲ្យបរិសុទ្ធឬមួយស្ត្រីទាំងនោះទៅយកការសម្ងាត់នៅក្នុងផ្ទៃក្នុងរបស់អ្នកដទៃនេះហើយគឺជាមាគ៌ារបស់អល់ឡោះជាម្ចាស់ដែលអល់ឡោះជាម្ចាស់បានបញ្ចុះច្បាប់មកដែលមានបញ្ជាក់នៅក្នុងគម្ពីរអល់កុរអាននៅក្នុងចម្ពោះអល់ហ៊ូយូរ៉ាតឃ្លាទី12ដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងأعوذ بالله من الشيطان الرجيم يا أيها الذين آمنوا اجتنبوا كثيرا من الظن إن بعض الظن إثم ولا تجسسوا ولا يغتب بعضكم بعضا أيحب أحدكم أن يأكل لحم أخيه ميتا فكرهتموه واتقوا الله إن الله تواب رحيم មានន័យថាអោបណ្ដាអ្នកដែលមានជំនឿទាំងឡាយចូលជៀសវាងឲ្យឆ្ងាយពីប្រការសង្ស័យទៅលើអ្នកដែលមានជំនឿពិតប្រាកដណាស់ការសង្ស័យមួយចំនួនគឺជាបាបកម្មហើយចូលពួកអ្នកកុំសើបការប្រការដែលមិនល្អរបស់អ្នកមានជំនឿនិងគុំនិយាយដើមគ្នាឲ្យសោះតែម្នាក់ក្នុងចំណោមពួកអ្នកចូលចិត្តស៊ីសាច់បងប្អូនរបស់គេដែលស្លាប់នោះដូច្នោះពួកអ្នកពិតជាខ្ពើមវាមិនខានហើយចូលពួកអ្នកកោតខ្លាចអល់ឡោះពិតប្រាកដណាស់អល់ឡោះជាអ្នកទទួលយកនៅសារភាពទោសកំហុសហើយមហាអាណិតស្រឡាញ់នៅក្នុងឃ្លានេះអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងហាមឃាត់យើងមិនឲ្យយើងត្រូវសង្ស័យឲ្យយើងជៀសវាងចេញឆ្ងាយអំពីប្រការដែលសង្ស័យទៅលើអ្នកដទៃជាពិសេសនៅក្នុងឃ្លានេះបានបញ្ជាក់ប្រាប់ថាអ្នកដែលមានជំនឿជឿពិតប្រាកដណាស់អល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងថាការសង្ស័យមួយចំនួនគឺជាការបាបកម្មហើយអល់ឡោះជាម្ចាស់ហាមទៀតមិនឲ្យអ្នកឯងទៅយកការអល់ឡោះបានហាមឃាត់យើងទៀតថាកុំឲ្យអ្នកឯងទៅសើបការនៅក្នុងផ្ទៃក្នុងរបស់អ្នកដទៃដោយសារអ្នកឯងគ្មានសិទ្ធិលើកលែងតែអ្នកដែលមានសមត្ថកិច្ចបិទបញ្ជាពីលើដើម្បីឲ្យទៅសើបការនោះតាមច្បាប់ដើម្បីសន្តិសុខនៅក្នុងប្រទេសជាតិឬផ្សេងក៏ប៉ុន្តែអ្នកធម្មតាដែលមិនមានកាតព្វកិច្ចដើម្បីទៅសើបការគេនោះអ៊ីស្លាមហាមមិនឲ្យអ្នកឯងទៅសើបការផ្ទៃក្នុងផ្ទះសម្បែងរបស់អ្នកដទៃហើយដូច្នោះដែរអល់ឡោះជាម្ចាស់បានហាមឃាត់ទៀតកុំឲ្យអ្នកឯងទៅនិយាយដើមគ្នាឲ្យសោះដោយសារនិយាយដើមគ្នានោះដូចជាអ្នកឯងទៅស៊ីសាច់បងប្អូនរបស់អ្នកឯងដទៃឯទៀតដែលស្លាប់តើអ្នកឯងសុខចិត្តទៅញ៉ាំទៅហូបសាច់បងប្អូនរបស់អ្នកឯងដទៃឯទៀតដែរឬទេប្រកាសជាអ្នកឯងមិនហូបទេក៏ដូច្នោះហើយអ៊ីស្លាមអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងថានិយាយដើមឲ្យគេនោះប្រៀបបានអ្នកឯងទៅហូបសាច់បងប្អូនរបស់អ្នកឯងដែលស្លាប់តែអ្នកឯងហូបបានដែរឬទេថាមិនបានទេនេះហើយអ៊ីស្លាមអល់ឡោះជាម្ចាស់បានប្រៀបធៀបថាអ្នកដែលទៅនិយាយដើមគេនាំឲ្យមានគ្រោះថ្នាក់នាំឲ្យបែកបាក់នៅក្នុងសង្គមនេះអ៊ីស្លាមបានហាមឃាត់ហើយអល់ឡោះជាម្ចាស់បានប្រៀបធៀបថាអ្នកដែលនិយាយដើមគេនោះដូចជាអ្នកដែលទៅស៊ីសាច់បងប្អូនរបស់វាដែលស្លាប់អល់ឡោះសួរថាតើអ្នកឯងអាចទៅហូបទៅញ៉ាំបានដែរឬទេសាច់បងប្អូនរបស់អ្នកឯងដែលស្លាប់នេះប្រកាសជាអ្នកឯងឆ្លើយថាមិនហូបទេនេះហើយជាអល់ឡោះជាម្ចាស់បានប្រៀបធៀបដើម្បីឲ្យយើងកុំឲ្យទៅនិយាយដើមគេនាំឲ្យមានការគ្រោះថ្នាក់បែកបាក់នៅក្នុងសង្គមរបស់យើងនេះហើយគឺជាមាគ៌ាអ៊ីស្លាមសម្រាប់មនុស្សលោកទូទៅដែលមាននៅក្នុងលោកីនេះហើយបងប្អូនក៏បានដឹងដែរថានៅអ្វីដែលខ្ញុំបានបំភ្លឺរួចមកហើយនៅក្នុងចម្ពោះហ៊ូយូរ៉ាតដដែលឃ្លាទី13អល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងថាទ្រង់បានបង្កើតមនុស្សលោកអំពីស្ត្រីមួយរូបហើយនិងបុរសមួយរូបអំពីស្ត្រីមួយរូបនោះហើយនិងបុរសមួយរូបនោះហើយបង្កើតទៅជាមានកូនចៅគ្រប់ជនជាតិគ្រប់ពណ៌សម្បុរគ្រប់ភាសាហើយនិងគ្រប់កោសម្ព័ន្ធទ
ទាំងអស់នោះអល់ឡោះជាម្ចាស់ប្រើឲ្យយើងចេះរួបរួមសាមគ្គីគ្នាបដូរអរិយធម៌គ្នាចេះចងបាច់គ្នាជាធ្លុងមួយដូចជាពាក្យសុភាសិតខ្មែរបានពោលថាចង្កឹះមួយគេកាច់បាក់ចង្កឹះមួយបាច់គេមិនអាចកាច់បាក់បានឡើយនេះហើយគឺជាពាក្យសុភាសិតខ្មែរបានបង្រៀនយើងដើម្បីឲ្យយើងចេះរួបរួមសាមគ្គីគ្នាស្រឡាញ់គ្នាចងបាច់គ្នាជាធ្លុងមួយបីដូចជាចង្កឹះមួយបាច់ដូច្នោះហើយសាសនាអ៊ីស្លាមអល់ឡោះជាម្ចាស់បញ្ចុះមកគឺដើម្បីឲ្យមនុស្សលោកទូទៅជាពិសេសអ្នកដែលមានជំនឿជឿនៅក្នុងសាសនាអ៊ីស្លាមឲ្យចេះរួបរួមសាមគ្គីគ្នាស្រឡាញ់គ្នាជាធ្លុងមួយជាបងប្អូននៅគ្នានៅក្នុងសាសនាអ៊ីស្លាមអល់ឡោះបានបញ្ជាក់ប្រាប់យើងនៅក្នុងចំពោះអលហ៊ូជូរ៉ាតគ្រាទី10អោឌូប៊ីលឡាហ៊ីមីនអ្ឆៃតានីររ៉ជីមإنما المؤمنون إخوة فأصلحوا بين أخويكم واتقوا الله لعلكم ترحمون មានន័យថាពិតប្រាកដណាស់បណ្ដាអ្នកដែលមានជំនឿគឺជាបងប្អូននឹងគ្នាក្នុងសាសនាអ៊ីស្លាមដូច្នោះនោះចូលពួកអ្នកផ្សះផ្សារវាងបងប្អូនរបស់ពួកអ្នកហើយចូលពួកអ្នកកោតខ្លាចអល់ឡោះសង្ឃឹមថាពួកអ្នកនឹងត្រូវគេអាណិតស្រឡាញ់ជាមេគ្រារបស់សាសនាអ៊ីស្លាមចំពោះអ្នកដែលកាន់សាសនាអ៊ីស្លាមទោះបីជាជនជាតិអ្វីក៏ដោយជាពណ៌សម្បុរអ្វីក៏ដោយជាកលសម្ព័ន្ធអ្វីក៏ដោយនៅទីណាក៏ដោយគឺពេលណាហើយមានជំនឿជឿទៅចំពោះសាសនាអ៊ីស្លាមហើយចំពោះអល់ឡោះជាម្ចាស់នោះអល់ឡោះបានបញ្ជាក់ប្រាប់យើងថាអ្នកទាំងនោះគឺជាបងប្អូននឹងគ្នានៅក្នុងសាសនាអ៊ីស្លាមនេះជាមេគ្រាមួយដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងដើម្បីឲ្យយើងចេះរួបរួមសាមគ្គីគ្នាចង់បាច់គ្នាជាធ្លុងមួយដើម្បីកសាងប្រទេសជាតិសេដ្ឋកិច្ចជាតិសុខភាពហើយនិងសន្តិសុខហើយដូច្នោះទៀតដែរអល់ឡោះជាម្ចាស់បានបញ្ចុះគម្ពីរអល់កុរអានមកលើមនុស្សលោកទូទៅដែលមាននៅក្នុងលោកីនេះអល់ឡោះបានបញ្ជាក់ថាគម្ពីរអល់កុរអាននោះគឺសម្រាប់ចង្អុលបង្ហាញទៅចំពោះមនុស្សលោកទូទៅដែលមាននៅក្នុងលោកីនេះហើយនាំឲ្យមានសេចក្តីមេត្តាករុណាទៅចំពោះមនុស្សលោកទូទៅជាពិសេសគឺអ្នកដែលមានជំនឿជឿដូចជាអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងនៅក្នុងចំពោះអណាំលូឃ្លាទី77أعوذ بالله من الشيطان الرجيم وإنه لهدى ورحمة للمؤمنين មានន័យថាហើយពិតប្រាកដណាស់វាគម្ពីរអល់កុរអានគឺជាការចង់ឲ្យបង្ហាញចំពោះផ្លូវដ៏ត្រង់ត្រូវនិងជាសេចក្តីមេត្តាករុណាសម្រាប់បណ្ដាអ្នកដែលមានជំនឿនេះគឺជាសេចក្តីបញ្ជាក់អំពីអល់ឡោះដើម្បីឲ្យយើងមិនមែនសម្រាប់តែលក្ខខណ្ឌសាសនាអ៊ីស្លាមទូទៅទេគឺមនុស្សលោកទូទៅត្រូវតែភ្ញាក់រលឹកហើយមានជំនឿទៅចំពោះសាសនាអ៊ីស្លាមដែលអល់ឡោះជាម្ចាស់បានបញ្ចុះមកដោយសារអល់ឡោះនឹងប្រទានឲ្យយើងបើសិនជាយើងហើយគោរពសក្ការៈទៅចំពោះអល់ឡោះមិនមែនយើងទៅគោរពសក្ការៈវត្ថុដែលអល់ឡោះជាម្ចាស់បង្កើតទេនោះគឺយើងអល់ឡោះនឹងទទួលហើយប្រទានឲ្យនៅថ្ងៃបរលោកឋានសួគ៌ឲ្យយើងដូច្នោះហើយអល់ឡោះជាម្ចាស់បានហាមឃាត់មិនឲ្យមនុស្សទាំងឡាយទៅគោរពសក្ការៈវត្ថុទាំងឡាយដែលអល់ឡោះជាម្ចាស់បានបង្កើតដោយសារវត្ថុទាំងនោះមិនអាចប្រទានអ្វីឲ្យមនុស្សនោះបានឡើយនេះហើយគឺជាមេគ្រាជាមេរៀនដ៏ត្រង់ត្រូវអល់ឡោះជាម្ចាស់បានបង្កើតយើងហើយបង្កើតប្រាប់ពីចលមេឃហើយនឹងផែនដីនេះបានបញ្ជាក់ប្រាប់យើងក៏ប៉ុន្តែនៅក្នុងសេចក្តីជំនឿនេះអល់ឡោះជាម្ចាស់បានផ្ដល់សិទ្ធិឲ្យយើងនៅក្នុងការជ្រើសរើសក៏ប៉ុន្តែនៅក្នុងបញ្ហាបង្កើតពិភពលោកទាំងមូលនេះអល់ឡោះជាម្ចាស់មិនឲ្យសិទ្ធិទេទៅចំពោះមនុស្សលោកទូទៅឬវត្ថុទាំងឡាយដែលអល់ឡោះជាម្ចាស់បានបង្កើតឧទាហរណ៍យើងមើលឃើញព្រះអាទិត្យតាំងពីអល់ឡោះជាម្ចាស់បានបង្កើតពិភពលោកព្រះអាទិត្យដើររហូតតើព្រះអាទិត្យអាចទៅសម្រាប់ចោះមកទៀមកាហ្វេផឹកទឹកបោះបង់ចោលកិច្ចការរបស់ខ្លួនទេថាគ្មានទេដោយសារអល់ឡោះមិនអនុញ្ញាតឲ្យអ្នកឯងធ្វើដូច្នោះឡើយហើយមនុស្សដូច្នោះដែរអល់ឡោះមិនឲ្យអ្នកឯងមានសិទ្ធិប្រកែកប្រឆាំងពីអ្នកឯងចាស់សក់សមិនដែរទេអាចប្រកែកបានទេថាអត់ហើយដល់គ្រប់អាយុស្លាប់តើមនុស្សអាចប្រកែកបានទេថាអត់នេះសិទ្ធិរបស់អល់ឡោះមិនឲ្យអ្នកឯងទេក៏ប៉ុន្តែចំពោះ
អល់ឡោះប្រើឲ្យមនុស្សលោកទូទៅឲ្យគោរពសក្ការៈទៅចំពោះអល់ឡោះហើយហាមមិនឲ្យទៅគោរពសក្ការៈវត្ថុទាំងឡាយដែលអល់ឡោះជាម្ចាស់បានបង្កើតនោះឡើយក៏ប៉ុន្តែនៅក្នុងបទបញ្ជាប្រើឬហាមឃាត់នៅក្នុងសាសនានេះអល់ឡោះបានប្រទានសិទ្ធិឲ្យមនុស្សលោកអ្នកឯងចង់ជឿតាមយើងគោរពសក្ការៈមកចំពោះយើងក៏គោរពទៅកាន់សាសនារបស់យើងគឺសាសនាអ៊ីស្លាមក៏កាន់ទៅបើមិនចង់គោរពសក្ការៈមកចំពោះយើងទេក៏ហីទៅហើយមិនចង់កាន់សាសនារបស់យើងទេក៏ហីទៅក៏ប៉ុន្តែនៅឋានបរិលោកអ្នកដែលមិនគោរពប្រណិប័តតាមឬមួយកាន់សាសនារបស់អល់ឡោះទេនោះហើយទៅគោរពវត្ថុផ្សេងក្រៅអំពីអ្វីដែលអល់ឡោះបတ်បញ្ជាអល់ឡោះនោះគឺអ្នកនោះនឹងទទួលទរណកម្មអំពីអល់ឡោះដូច្នោះហើយប្រការនេះយើងត្រូវតែគិតឲ្យបានដិតដល់កើតមកមួយជាតិធាតុមួយកញ្ចប់បើមុននឹងងាប់យើងត្រូវតែត្រឡប់ទៅកាន់សាសនារបស់អល់ឡោះជាម្ចាស់ដែលអល់ឡោះជាម្ចាស់បានបញ្ចុះមកហើយរៀបចំប្រទានឲ្យយើងនៃឋានសួគ៌ហើយនឹងឋាននរកចំពោះអ្នកណាហើយបានប្រកាសប្រឆាំងហើយពហុទេពនឹងអល់ឡោះនោះអល់ឡោះបានបញ្ជាក់ប្រាប់យើងថាទ្រង់នឹងយកអ្នកនោះអ្នកដែលពហុទេពនឹងអល់ឡោះនោះទៅដាក់ក្នុងនរកហើយចំពោះអ្នកដែលមានជំនឿជឿទៅចំពោះអល់ឡោះហើយគោរពសក្ការៈទៅចំពោះអល់ឡោះតែមួយគត់នោះអល់ឡោះនឹងប្រទានឲ្យឋានសួគ៌នេះហើយគឺជាវិន័យច្បាប់នៅក្នុងសាសនាអ៊ីស្លាមដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងដូច្នោះទៀតដែរអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងថាសាសនាអ៊ីស្លាមគឺជាសាសនាមួយប្រើឲ្យយើងចេះរួបរวมសាមគ្គីគ្នាស្រឡាញ់គ្នាហើយសាសនាអ៊ីស្លាមមិនបាត់ខិតបង្ខំអ្នកដទៃនោះឡើយដូចជាអល់ឡោះជាម្ចាស់ក៏បានបញ្ជាក់ប្រាប់យើងដែរនៅក្នុងចំណងសាសនានេះអល់ឡោះមិនបង្ខិតបង្ខំអ្នកណាឲ្យចូលកាន់សាសនាអ៊ីស្លាមឡើយគ្រាន់តែដោយនៃមេត្តាករុណាហើយនឹងចង្អុលបង្ហាញតែប៉ុណ្ណោះដូចជាអល់ឡោះបានបញ្ជាក់ប្រាប់យើងនៅក្នុងគម្ពីរអល់កុរអានអោឌូប៊ីលឡាហ៊ីមីនស្ឆៃតានីររ៉ជីមវ៉ាម៉ាអរសលណាកាអ៊ីលឡារ៉ហ្មាតាលលីលអាឡាមីនមានន័យថាហើយយើងមិនបានបញ្ជូនអ្នកឡើយអមូហាម៉ាត់លើកលែងតែដើម្បីដល់សេចក្តីមេត្តាករុណាទៅចំពោះពិភពលោកប៉ុណ្ណោះចំពោះអលអំប៊ីយ៉ាឃ្លាទី107នេះបញ្ជាក់ឲ្យមនុស្សលោកទូទៅឲ្យបានដឹងថាសាសនាអ៊ីស្លាមដែលអល់ឡោះបានបញ្ចុះមកហើយបានជ្រើសរើសប្រជាការីមូហាម៉ាត់ដើម្បីឲ្យដឹកនាំមនុស្សបង្រៀនមនុស្សហើយដើម្បីផ្ដល់នៃសេចក្តីមេត្តាករុណាទៅចំពោះមនុស្សលោកទូទៅដែលមាននៅក្នុងលោកីនេះដូច្នេះសាសនាអ៊ីស្លាមគឺជាសាសនាមួយដែលមិនបង្ខិតបង្ខំអ្នកដទៃទោះបីអ្នកនោះចង់ចូលកាន់សាសនាអ៊ីស្លាមក៏ចូលទៅបើមិនចង់ទេក៏ហីទៅសាសនាអ៊ីស្លាមអល់ឡោះជាម្ចាស់បានបញ្ចុះមកគឺសាសនាដែលមានគ្រប់លក្ខណៈទាំងអស់សាសនាដែលបានបញ្ជាក់ច្បាស់ក្រឡែតអំពីរវាងប្រការដែលត្រង់ត្រូវហើយនិងប្រការដែលមោឃៈអំពីបទបញ្ជារបស់អល់ឡោះបានបញ្ជាក់ប្រាប់យើងថាសាសនាអ៊ីស្លាមគឺជាសាសនាមួយមិនបង្ខិតបង្ខំមនុស្សដទៃនោះឡើយទៅវិញដោយសារសាសនាអ៊ីស្លាមនោះគឺជាសាសនាមួយដែលបានបញ្ជាក់ច្បាស់អំពីប្រការដែលមោឃៈហើយនិងប្រការដែលត្រង់ត្រូវអល់ឡោះបានបញ្ជាក់នៅក្នុងបញ្ហានេះដែលបានមានព្រះបន្ទូលនៅក្នុងចម្ពោះអលបាការ៉ាឃ្លាទី256អោឌូប៊ីលឡាហ៊ីមីនស្ឆៃតានីររ៉ជីមឡាអ៊ីក្រាហាហ្វីឌឌីនកតតបៃយ៉ានររុស្ឌូមីនអលហ្គៃមានន័យថាគ្មានការបង្ខិតបង្ខំឡើយនៅក្នុងសាសនាអ៊ីស្លាមពិតប្រាកដណាស់ការពិតបានបង្ហាញច្បាស់ពីប្រការមិនពិតមានន័យថាសាសនាអ៊ីស្លាមជាសាសនាមួយដែលអល់ឡោះជាម្ចាស់បានបញ្ចុះមកហើយបានបញ្ជាក់ច្បាស់លាស់ជាទីបំផុតហើយហាមមិនឲ្យទៅបង្ខិតបង្ខំមនុស្សលោកដទៃឯទៀតឲ្យចូលកាន់សាសនាអ៊ីស្លាមនោះឡើយបើសិនជាគេចង់ក៏ចូលទៅបើសិនជាមិនចង់ទេក៏ហីទៅដោយសាសនាអ៊ីស្លាមនោះបានបញ្ជាក់ច្បាស់ក្រឡែតជាទីបំផុតរវាងប្រការដែលត្រង់ត្រូវហើយនិងប្រការដែលមោឃៈដូច្នោះបុកអាពើជាបុគ្គលមួយរូបដែលកាន់សាសនាអ៊ីស្លាមដែលវាបានចូលទៅក្នុងនិយាយដើមគេមើលងាយគេជាពិសេសស្ត្រីខ្មែររបស់យើងដូច្នោះច្បាប់របស់អល់ឡោះត្រូវ
ឲ្យអាពៅនឹងសុំទោសគេហើយត្រូវសុំអភ័យទោសបាបរបស់ខ្លួនអំពីអល់ឡោះបើមិនដូច្នោះទេអាពៅខ្លាយទៅជាអ្នកដែលបំពានបិទបញ្ជារឿងសេចក្តីហាមឃាត់របស់អល់ឡោះជាម្ចាស់នៅក្នុងបញ្ហាទី2នេះអាពៅត្រូវសុំអភ័យទោសហើយសារភាពកំហុសហើយត្រូវដឹងខ្លួនកុំប្រព្រឹត្តដូច្នោះតទៅទៀតនេះហើយគឺជាមាគ៌ាអ៊ីស្លាមដែលអល់ឡោះជាម្ចាស់បានបញ្ជាក់ប្រាប់យើងកុំឲ្យយើងទៅនិយាយដើមគេកុំឲ្យយើងទៅមើលងាយគេកុំឲ្យយើងត្រូវប្រមាថកិត្តិយសរបស់គេនោះហើយសាសនាអ៊ីស្លាមហាមឃាត់នៅក្នុងបញ្ហាទី2នេះអាពៅត្រូវតែសុំអភ័យទោសហើយឈប់ពីថ្ងៃនេះតទៅប្រើពាក្យសម្ដីដែលចូលទៅក្នុងប្រមាថមើលងាយគេនិយាយដើមគេហើយធ្វើឲ្យគេទៀបថោកដោយសារពាក្យសម្ដីរបស់វានោះត្រូវឲ្យវាសុំទោសហើយឈប់ជាបន្ទាន់ហើយកុំបើសិនវាដូច្នោះទេអាពៅចូលទៅក្នុងអល់ឡោះជាម្ចាស់បញ្ជាក់ប្រាប់ថាគឺជាអ្នកដែលបានបំពេញគឺជាអ្នកដែលខុសខើបានបំពេញទៅលើបទហាមឃាត់របស់អល់ឡោះស៊ុបហានហ៊ូវតាអាឡាជាម្ចាស់ដែលបានបង្កើតមនុស្សលោកទូទៅហើយអាពៅទៀតបានសារភាពថាបានហើយអាពៅនេះទៀតជាអ្នកដែលកាន់សាសនាអ៊ីស្លាមដូច្នោះហើយត្រូវតែមានសុភាពរៀបសារជាអ្នកដែលមានជំនឿជឿទៅចំពោះអល់ឡោះជាម្ចាស់វ៉ាស្សាឡាមអាឡៃគុំវ៉ារ៉ាហ្មាតុលឡោហ៊ីវ៉ាបារកាតុហ៍ខ្ញុំសូមអភ័យទោសហើយសូមអរគុណ